ជំរាបសួរបងប្អូនទាំងអស់គ្នាជាទីរាប់អានថ្ងៃនេះប្រពៃណាស់នឹងហើយលោកគ្រូសូមមកជម្រាបជូនបងប្អូនយើងឲ្យបានដឹងអ្នកខ្លះក៏បានដឹងអ្នកខ្លះបានដឹងអំពីអានុភាពរបស់សុកឆ្មាឬក៏កូនក្រក់ឆ្មាណាអ្នកខ្លះចិញ្ចឹមឆ្មាជាច្រើនកូនណាចិញ្ចឹមច្រើនប៉ុន្តែអត់ដឹងថាឆ្មាខ្លះវាទុកសុកឲ្យខ្លះក៏វាអត់ទុកឲ្យអញ្ចឹងណាហ្នឹងហើយប៉ុន្តែសុកឆ្មានេះគឺមានអានុភាពណាមានអានុភាពណាកាលណាបើវាទុកឲ្យដែលកាត់កូនមកវាតែងតែមានសុកណាសុកជាប់នឹងកូនហ្នឹងហើយវាកម្រទុកសុកនឹងឲ្យណាវាតែងតែស៊ីនៅសុកនឹងពីព្រោះសុកនឹងគឺជាគ្រឿងបំពន់ណាដែលវាកាត់កូនមកវាអស់កម្លាំងអីចឹងណាហ្នឹងហើយចូលណាវាស៊ីពេលខ្លះក៏វាអត់ស៊ីដែរវាមាននិស្ស័យជាមួយនឹងម្ចាស់ផ្ទះហ្នឹងទៅក៏វាទុកសុកនឹងឲ្យហ្នឹងហើយវាក៏ទៅហៅម្ចាស់ផ្ទះនឹងមកវាក៏បានទៅហៅម្ចាស់ផ្ទះវាស្រែកងាវអញ្ចឹងណាវាហៅហ្នឹងហើយធម្មតាតែវាកាត់កូនវាហៅវាឲ្យដឹងថាវាកាត់កូនកន្លែងនេះកន្លែងនោះអញ្ចឹងណាវាហៅចុះណាវាទុកសឹកឲ្យអានឹងទី1ទី2វាព័ន្ធមកឲ្យយើងណាហើយសឹកនឹងលក្ខណៈជាប្រទេសអញ្ចឹងណាសើមអញ្ចឹងណាហ្នឹងហើយអ្នកខ្លះអត់ដឹងយកទៅចោលអ្នកខ្លះដឹងទៅក៏យកទៅប្រើអញ្ចឹងទៅហើយវិធីប្រើនេះវាគ្មានអីវិបាកទេណាយើងយកទៅហាលក្តៅក៏ណាបានអញ្ចឹងទៅយើងយកទៅឆ្អើភ្លើងក៏បានហាលក្តៅក៏បានត្រាំស្រាក៏បានតែត្រាំស្រានេះវាយូរអញ្ចឹងណាវាយូរអញ្ចឹងយើងយកទៅឆ្អើភ្លើងដាក់ចទាឆ្អើភ្លើងឲ្យវាខ្ពស់បន្តិចនឹងឲ្យវាស្ងួតឲ្យវាក្រៀមអញ្ចឹងកាលណាបើយើងបានសុកហ្នឹងយើងធ្វើវិធីហ្នឹងទៅបើយើងហាលក្តៅក៏បានដែរប៉ុន្តែថាវាយូរបន្តិចវាហាលក្តៅទ្រូក្របឲ្យត្រឹមត្រូវខ្លះសម័យក្រមសម័យអីចឹងណាហ្នឹងហើយអញ្ចឹងយើងឆ្អើភ្លើងក៏បានអើភ្លើងយើងដាក់ចក្រានហ្គាសក៏បានចក្រានខ្ជូមក៏បានយើងដាក់ខ្ពស់បន្តិចទៅឲ្យវាស្ងួតវាស្រក់ទឹកយូរទៅវាស្ងួតហើយស្ងួតវាក្រៀមវាអត់ក្លិនណាវាអត់ក្លិនហ្នឹងហើយមានវិធីច្រើនណាហ្នឹងហើយវិធីណាស្រួលយើងធ្វើតាមវិធីហ្នឹងណាហ្នឹងហើយកាលណាបើយើងឆ្អើស្ងួតល្អត្រឹមត្រូវហើយយើងចាប់ផ្ដើមដាក់ឈ្មោះយើងដាក់ឈ្មោះវាណាដាក់ឈ្មោះសុកឆ្មាហ្នឹងយើងពេញចិត្តឈ្មោះអីយើងដាក់ទៅហ្នឹងហើយបើយើងអត់ដាក់យើងរកគ្រូគេដាក់ឲ្យក៏បានដែរហ្នឹងហើយរកគ្រូគេដាក់ទៅគ្រូគេដាក់ឈ្មោះឲ្យហើយក៏ប្រសិទ្ធិណាសូត្រដាក់ប្រសិទ្ធិហៅវិញ្ញាណមកស្ថិតនៅក្នុងសុកឆ្មាហ្នឹងដើម្បីឲ្យតិចជុំនៅក្នុងផ្ទះគ្រួសារហ្នឹងទៅកាលណាមានសុកឆ្មាទៅការងាររស់ស៊ីទួទៀតវាប្រែប្រួលអញ្ចឹងណាហ្នឹងហើយចាប់ពីមួយខែកន្លះខែទៅឃើញប្លែកហ្នឹងហើយប្លែកអ្នកដែលថែសារនៅឈុកសុកឆ្មាហ្នឹងគឺយើងដាក់បាយឲ្យស៊ីបាយហ្នឹងមានអីទៅយើងដាក់មួយកូនចានរួចសាច់ពីលើទៅសាច់ក្រៀមហើយទឹកមួយកែវអញ្ចឹងណាយើងដាក់ឲ្យយើងហៅឈ្មោះអុចធូអុចអីទៅយើងហៅឈ្មោះហៅអីចឹងទៅហ្នឹងហើយមួយថ្ងៃដាក់2ដងក៏បាន3ថ្ងៃដាក់ម្ដងក៏បានជាពិសេសថ្ងៃសិលថ្ងៃអីចឹងណាយើងសំខាន់ដាក់ទៅអុចធូអុចអីជាពិសេសគឺប្រសិទ្ធិណាយើងកុំភ្លេចយកទៅឲ្យគ្រូវាប្រសិទ្ធិប្រសិទ្ធិក៏បានប្រសិទ្ធិយើងរត់ទៅខ្លាំងរត់ទៅបកែទ្វេដងចឹងណាហ្នឹងហើយបើមានចម្ងល់ឆ្ងល់អីកន្លែងណាទៀតចាំតាក់ទងសួរលោកគ្រូណាលោកគ្រូមានលេខទូរស័ព្ទ Telegram ហ្នឹងហើយចាំលោកគ្រូដាក់នៅខាងក្រោមបន្ទប់ហ្នឹងមានចម្ងល់ឆ្ងល់អីចាំសួរលោកគ្រូបន្ថែមទៀតបាទអរគុណសូមជូនពរដល់គុណចៅសាស្ត្រគុណទាំងអស់ជួបតែសេចក្តីសុខរីកចម្រើនចាក់ជុំណារស់ស៊ីមានបានហេងទាំងអស់គ្នាណាបាទសូមអរគុណ